ឆ្នាំ1162នៅតំបន់ភ្នំនៃដែនដីម៉ុងហ្គោលទីរក់មួយបានចាប់កំណើតឡើងទីរក់ដែលពេលធំដឹងក្តីឡើងคล้ายទៅជាមេទ័ពនិងអធិរាជដ៏ល្បីល្បាញបំផុតមួយនៅក្នុងប្រវត្តិសាស្ត្ររបស់ពិភពលោកគឺជិនហ្គីសខាននៅពេលដែលជិនហ្គីសខានចាប់កំណើតនិងធំដឹងក្តីម៉ុងហ្គោលនៅមិនទាន់បានคล้ายទៅជាប្រជាជាតិរួបរวมគ្នាមួយនៅឡើយទេប្រជាជនម៉ុងហ្គោលរស់នៅជាក្រុមកុលសម្ព័ន្ធដែលរស់នៅដាច់ពីគ្នាហើយពេលខ្លះធ្វើសង្គ្រាមរវាងគ្នាឯងទៀតផងចាប់តាំងពីសតវត្សទី7ម៉ុងហ្គោលត្រូវស្ថិតក្រោមការគ្រប់គ្រងរបស់ចិនក្រោមរាជវង្សថាងនិងបន្តមកទៀតក្រោមការគ្រប់គ្រងរបស់រាជវង្សលាវជិនហ្គីសខានដែលមានឈ្មោះកំណើតថាទីមូឈីនគឺជាកូនប្រុសរបស់មេក្រុមកុលសម្ព័ន្ធមួយក្នុងចំណោមកុលសម្ព័ន្ធជាច្រើនរបស់ម៉ុងហ្គោលនៅពេលដែលទីមូឈីននៅជាក្មេងប្រុសម្នាក់នៅឡើយឪពុករបស់ទីមូឈីនត្រូវស្លាប់ដោយថ្នាំបំពុលរបស់កុលសម្ព័ន្ធដែលជាគូសត្រូវហើយទីមូឈីនក៏ឡើងកាន់តំណែងជាមេក្រុមកុលសម្ព័ន្ធជំនួសឪពុកកុលសម្ព័ន្ធដែលជាគេមរតកពីឪពុករបស់ទីមូឈីនគ្រាន់តែជាកុលសម្ព័ន្ធតូចនិងទន់ខ្សោយមួយប៉ុណ្ណោះក៏ប៉ុន្តែក្រោយមកទីមូឈីនបានពង្រីកកម្លាំងក្រុមកុលសម្ព័ន្ធរបស់ខ្លួនតាមរយៈការចងសម្ព័ន្ធមិត្តនិងតាមរយៈការធ្វើសង្គ្រាមដណ្ដើមកាន់កាប់កុលសម្ព័ន្ធផ្សេងទៀតនៅឆ្នាំ1206ទីមូឈីនដែលមានវ័យ44ឆ្នាំបានក្លាយទៅជាមេដឹកនាំម៉ុងហ្គោលដែលរួបរวมគ្នាជាប្រជាជាតិតែមួយគឺចក្រភពម៉ុងហ្គោលទីមូឈីនត្រូវបានគេផ្ដល់ងារថ្មីមួយទៀតគឺជិនហ្គីសខានដែលមានន័យតាមភាសាម៉ុងហ្គោលថាស្ដេចចក្រវាឡក្រោយពីបានបង្រួបបង្រួមកុលសម្ព័ន្ធម៉ុងហ្គោលបង្កើតទៅជាប្រទេសរួបរวมគ្នាមួយហើយជិនហ្គីសខានត្រូវប្រឈមមុខនឹងសត្រូវដ៏ធំមួយទៀតគឺចិនដែលស្ថិតនៅប៉ែកខាងត្បូងម៉ុងហ្គោលជិនហ្គីសខានដឹងខ្លួនថាចិនដែលធ្លាប់តែត្រួតត្រាម៉ុងហ្គោលរាប់សតវត្សកន្លងមកនោះប្រកាសជាមិនទុកបណ្ដោយឲ្យម៉ុងហ្គោលនៅជាប្រទេសឯករាជ្យមានមេដឹកនាំនិងកងទ័ពខ្លាំងពូកែនៅជាប់នឹងព្រំដែនរបស់ខ្លួននោះទេឆ្លៀតក្នុងពេលដែលចិនកំពុងតែធ្លាក់ចុះទន់ខ្សោយដែលមានការបែកបាក់ផ្ទៃក្នុងជិនហ្គីសខានក៏បានសម្រេចធ្វើការវិលគទៅលើចិនមុននៅពេលនោះប្រទេសចិនត្រូវបានបែងចែកជាច្រើនចំណែកដែលមាននគរធំ3គឺនគរលាវនៅប៉ែកខាងជើងនគរសៀនៅខាងលិចនិងនគរសុងនៅប៉ែកខាងត្បូងជិនហ្គីសខានបាននាំទ័ពម៉ុងហ្គោលប្រមាណជា 50,000 នាក់ឆ្លងព្រំដែនចុះទៅទិសខាងត្បូងសម្ដៅវិលគចូលក្នុងនគរលាវគឺដែនដីចិនប៉ែកខាងជើងពេលចូលទៅដល់ចិនកងទ័ពម៉ុងហ្គោលត្រូវប្រឈមមុខនឹងឧបសគ្គដ៏ធំមួយគឺមហាកំផែងរបស់ចិនដើម្បីឆ្លងកាត់មហាកំផែងដ៏ធំហេមីនេះកងទ័ពរបស់ជិនហ្គីសខានបានរកឃើញវិធីដ៏សាមញ្ញបំផុតមួយគឺដើរវាងមហាកំផែងកងទ័ពរបស់ជិនហ្គីសខានបានធ្វើដំណើរទៅដល់រាជធានីនៃនគរចិនខាងជើងដែលមានទីតាំងនៅម្ដុំទីក្រុងប៉េកាំងបច្ចុប្បន្នក៏ប៉ុន្តែជាថ្មីម្ដងទៀតកងទ័ពរបស់ជិនហ្គីសខានត្រូវប្រឈមមុខនឹងកំផែងក្រុងដែលមានកម្ពស់12ម៉ែត្រប្រវែង30គីឡូម៉ែត្រហើយការពារទៅដោយប៉មយានប្រមាណជា900កន្លែងខុសពីមហាកំផែងដែលមានផ្លូវអាចដើរវាងបានកងទ័ពរបស់ជិនហ្គីសខានចាំបាច់ត្រូវតែឆ្លងកាត់កំផែងក្រុងប៉េកាំងដោយការប្រយុទ្ធក៏ប៉ុន្តែជិនហ្គីសខានមិនបានបើកការវាយប្រហារទៅលើកំផែងក្រុងប៉េកាំងភ្លាមនោះទេផ្ទុយទៅវិញកងទ័ពម៉ុងហ្គោលបានធ្វើការឡោមព័ទ្ធដើម្បីកាត់ផ្ដាច់ផ្លូវនាំស្បៀងចូលទៅក្នុងក្រុងហើយក្នុងពេលជាមួយគ្នាពួកគេបានសាងសង់ឧបករណ៍សង្គ្រាមធុនធ្ងន់ដើម្បីត្រៀមវាយទម្លុះកំផែងក្រុងនៅក្នុងរាជធានីប្រជាជននិងកងទ័ពចិនដាច់ស្បៀងហើយខ្លះត្រូវស្លាប់ដោយការអត់ឃ្លានចំណែកនៅឯខាងក្រៅក្រុងវិញទាហានម៉ុងហ្គោលមានស្បៀងហូរហៀឥតខ្វះដោយសារការស្ទាក់ចាប់ស្បៀងដែលចិននាំចូលទៅក្នុងរាជធានីនៅឆ្នាំ1215កងទ័ពរបស់ជិនហ្គីសខានក៏បើកប្រតិបត្តិការវាយលុកទៅលើរាជធានីប៉េកាំងក្រោយពីដណ្ដើមកាន់កាប់ទីក្រុងបានហើយកងទ័ពម៉ុងហ្គោលបានដុតកំទេចផ្ទះសម្បែងនិងសម្រាប់រង្គាលប្រជាជនក្នុងក្រុងស្ទើរតែអស់គ្មានសល់ដែនដីចិនខាងជើងក៏ត្រូវធ្លាក់ក្រោមការត្រួតត្រារបស់ចក្រភពម៉ុងហ្គោលបន្ទាប់ពីវាយដណ្ដើមកាន់កាប់ចិនខាងជើងបានហើយ
អធិរាជយិនគីសខានបានងាកសម្លឹងទៅទិសខាងលិចវិញម្ដងគឺទៅរកចក្រភព Perx ក៏ប៉ុន្តែជាមួយនឹងពួក Perx យិនគីសខានមិនមានបំណងចង់ធ្វើសង្គ្រាមទេក៏ប៉ុន្តែចង់ធ្វើជំនួយយិនគីសខានក៏បានបញ្ជូនមន្ត្រីទូតរបស់ខ្លួនឲ្យទៅជួបអធិរាជ Perx ដើម្បីចរចាបង្កើតទំនាក់ទំនងពាណិជ្ជកម្មជាមួយនឹងគ្នានៅពាក់កណ្ដាលឆ្នាំ 1218 អ្នកនាំសារម្នាក់បាននាំកញ្ចប់មួយពីចក្រភព Perx បញ្ជូនទៅឲ្យយិនគីសខានកញ្ចប់ដែលនឹងនាំទៅរកការផ្លាស់ប្ដូរដ៏សំខាន់មួយនៅក្នុងប្រវត្តិសាស្ត្ររបស់ពិភពលោកនៅក្នុងកញ្ចប់នោះគឺក្បាលមន្ត្រីទូតម៉ុងហ្គោលដែលយិនគីសខានបញ្ជូនទៅឲ្យជួបអធិរាជ Perx យិនគីសខានផ្ទុះកំហឹងក៏បានប្រមូលទ័ពប្រមាណជា 20,000 នាក់វាយលុកចូលទៅឈ្លានពានចក្រភព Perx ដែលបានដាក់បញ្ជាថាអ្នកណាដែលសុខចិត្តដាក់អាវុធចោះចាញ់ត្រូវទុកឲ្យរស់ចំណែកឯក្រុមណាឬទីក្រុងណាដែលមិនចោះចាញ់ត្រូវសម្លាប់និងដុតកំទេចឲ្យរាបដល់ដីពីចេតនាចង់ធ្វើជំនួញបង្កើតទៅជាកំហឹងដើម្បីធ្វើសង្គ្រាមកងទ័ពរបស់យិនគីសខានបានវាយដណ្ដើមកាន់កាប់ចក្រភព Perx ទាំងមូលនៅឆ្នាំ 1220 ប្រជាជន Perx ប្រមាណជា 1,000,000 នាក់ទាំងស្រីទាំងប្រុសទាំងចាស់ទាំងក្មេងត្រូវស្លាប់បាត់បង់ជីវិតនៅក្នុងសង្គ្រាមនេះក្រោយពីបានវាយកាន់កាប់ចក្រភព Perx បានហើយយិនគីសខានបានដឹកនាំកងទ័ពមួយផ្នែកធំត្រឡប់ទៅម៉ុងហ្គោលវិញដែលនៅតាមផ្លូវបានឆ្លៀតវាយដណ្ដើមយកអាហ្វហ្គានីស្ថាននិងប៉ែកខាងជើងឥណ្ឌាកងទ័ពមួយផ្នែកតូចទៀតដែលមានគ្នាប្រមាណជា 20,000 នាក់ត្រូវបានយិនគីសខានបញ្ជូនឲ្យទៅធ្វើការវាយលុកសម្ដៅទៅទិសខាងលិចដើម្បីជាការពិសោធន៍មើលថាតើពួកគេអាចវាយលុកទៅដល់ត្រឹមណាទើបមានអ្នកអាចចេញមករារាំងបញ្ឈប់ដំណើររបស់ពួកគេបានក៏ប៉ុន្តែកងទ័ពមួយក្រុមនេះវាយលុកចូលរហូតទៅដល់ព្រំដែនអឺរ៉ុបខាងកើតដោយមិនមានអ្នកណាអាចរារាំងពួកគេបាននោះទេនៅឆ្នាំ 1226 ភ្លាមៗក្រោយពីវិលត្រឡប់ពីប្រតិបត្តិការយោធានៅ Perx យិនគីសខានបាននាំកងទ័ពចូលឈ្លានពានទៅលើទឹកដីចិនដែលនៅសេសសល់ពីការឈ្លានពានលើកមុនក៏ប៉ុន្តែនៅខែសីហាឆ្នាំ 1227 នៅក្នុងពេលដែលកងទ័ពម៉ុងហ្គោលកំពុងវាយលុកទៅលើរាជធានីរបស់នគរសៀលនៅដែនដីប៉ែកខាងលិចប្រទេសចិនយិនគីសខានក៏ស្រាប់តែចូលទីបង្កត់ក្នុងវ័យ 65 ឆ្នាំរហូតមកទល់នឹងពេលបច្ចុប្បន្ននេះអ្នកប្រវត្តិសាស្ត្រនៅតែមិនទាន់មានការឯកភាពគ្នានៅឡើយអំពីមូលហេតុនៃការស្លាប់របស់យិនគីសខានខ្លះថាយិនគីសខានស្លាប់ក្នុងសមរភូមិក្នុងពេលប្រយុទ្ធជាមួយនឹងនគរសៀលខ្លះទៀតថាស្លាប់ដោយជំងឺឬដោយធ្លាក់ពីលើខ្នងសេះក៏ប៉ុន្តែអ្វីដែលគេដឹងអធិរាជយិនគីសខានបានទទួលមរណភាពដោយបន្សល់ទុកនៅកងទ័ពដ៏ខ្លាំងពូកែរាប់សិបម៉ឺននាក់ហើយគិតមកត្រឹមពេលនោះចក្រភពម៉ុងហ្គោលបានកាន់កាប់ទឹកដីដែលលាតសន្ធឹងចាប់តាំងពីមហាសមុទ្រប៉ាស៊ីហ្វិករហូតទៅដល់អឺរ៉ុបខាងកើតទឹកដីនៃចក្រភពម៉ុងហ្គោលមានទំហំធំជាងចក្រភពម៉ាសេដូនរបស់អាឡិចសាន់លេក្រហងរហូតដល់ទៅ4 ដងហើយធំជាងចក្រភពរ៉ូមរហូតដល់ទៅ2 ដងមរណភាពរបស់យិនគីសខានមិនបានបញ្ចប់ការវាយទីពង្រីកទឹកដីនៃចក្រភពម៉ុងហ្គោលតែត្រឹមនោះទេអកេដេខានកូនប្រុសទី3របស់យិនគីសខានដែលឡើងស្នងតំណែងជាអធិរាជបន្តពីឪពុកព្រមទាំងអធិរាជចំនួនក្រោយៗមកទៀតរបស់ម៉ុងហ្គោលបានបន្តធ្វើសង្គ្រាមវាយទីពង្រីកទឹកដីរបស់ខ្លួនតទៅទៀតរហូតកាន់ឡើងទ្វេដងលើសពីដែនដីនៃសម័យកាលអធិរាជយិនគីសខាន